គឺជា option ដើម្បីឲ្យ user រើសខ្ញុំធ្វើបង្កើតវាឲ្យតាមមកយើងមកដល់ email អញ្ចឹងនៅក្នុង email នេះគឺមាន in option អញ្ចឹង in option ដោយសារតែកូននេះយើងតម្រូវការឲ្យមានឲ្យ option ឲ្យ user រើសអញ្ចឹងយើងធ្វើ in option ហ្នឹងមួយបន្ទាប់មកទិន្នន័យនេះយើងទាញមកទិន្នន័យធំរបស់យើងនេះយើងទាញមក motorbike អានេះគឺជា object របស់វាអញ្ចឹងអានេះគឺជាឈ្មោះរបស់ motorbike ដែលសរ M pass F P ហើយ K គឺ C បន្ទាប់មកយើងប្រើ do អញ្ចឹងយើងប្រើ do ដើម្បីឲ្យវាដំណើរការបានច្រើនដងបន្ទាប់មកយើងទាញឲ្យទិន្នន័យរបស់ menu ចូលមកដូចយើងបានឃើញលើអញ្ចឹងទិន្នន័យរបស់ menu គឺជាលេខ1និងលេខ2គឺជា option ដែលuser ត្រូវរើសតាមមកយើង see out choose your option តាមមកយើង see in option ដើម្បីឲ្យ user នឹងអាចបញ្ចូល option ណាមួយចូលទៅក្នុងនឹងបានតាមមកយើងប្រើ switch អញ្ចឹងនៅក្នុងកន្លែង condition របស់វាគឺជា option តាមមកនៅក្នុង case 1 case 1គឺជាយើងប្រើទិន្នន័យ motorbike ជា set motorbike អញ្ចឹង set motorbike នេះគឺជាការ input motorbike ចូលទៅក្នុងនឹងដូចជា name code ឬក៏ color ឬក៏ make in year ឬក៏ model របស់វានៅក្នុងនឹងអញ្ចឹង line ហ្នឹងគឺ input របស់វាបន្ទាប់មក case 2គឺវាគឺជាទិន្នន័យរបស់ motorbike ដូចគ្នាប៉ុន្តែកន្លែងហ្នឹងគឺយើងsee out មកវិញនៅពេលដែល user គាត់បញ្ចូលទិន្នន័យហើយគាត់ចង់បញ្ចេញទិន្នន័យគឺនៅក្នុង case 2នេះយើងបញ្ចេញទិន្នន័យវាមកវិញអញ្ចឹង case 3ដូចគ្នាការបញ្ចូលទិន្នន័យរបស់ pass app បញ្ចេញទិន្នន័យរបស់ pass app ហើយ case 5បញ្ចូលទិន្នន័យរបស់ ខាហើយបញ្ចេញទិន្នន័យរបស់ខាបន្ទាប់មក case 7វាខុសគេដោយសារតែវាមិនមែនការបញ្ចូលឬក៏បញ្ចេញទិន្នន័យទេគឺបើ user ចុចលេខ7គឺវាចេញមកវិញវាអត់បញ្ចូលឬអីទៀតទេហើយសូមយល់ថាចេះបើសិនជាក្នុង case ណាមួយដូចជា case 1យើងគឺជាវាជា set motorbike អញ្ចឹងទៅតែបើសិនជាយើងលុបវាចោលតែយើងបានរៀបចំ option វារួចហើយពី1ដល់7ហ្នឹងអញ្ចឹងដល់ពេលដែលយើង run វាចេញមកវានឹងចេញ option ហ្នឹងមកឲ្យ user រើសប៉ុន្តែពេលថាឥឡូវ user គាត់ចង់រើស input motorbike អញ្ចឹងទៅតោះមកគាត់ចុចលេខ1អញ្ចឹងវានឹងអត់ចេញទិន្នន័យដើម្បីឲ្យ user ហ្នឹងរើសបានទេដោយសារតែយើងលុប case 1ដែលជា set motorbike ហ្នឹងហើយអញ្ចឹងមានន័យថា case ទាំងអស់ហ្នឹងយើងប្រើដើម្បីឲ្យយើងទាញទិន្នន័យដាក់នៅក្នុង option នីមួយៗដើម្បីឲ្យ user គាត់បញ្ចូលនិងបញ្ចេញទិន្នន័យមកវិញ